រឿងចាប់ស្រុកនិងចាប់ព្រៃកាលពីព្រៃនាយមានចាប់ស្រុកនិងចាប់ព្រៃដើររកស៊ីដោយពួកជារៀងរាល់ថ្ងៃខាងចាប់ស្រុកមានមេបាប្រដៅថាបើរកស៊ីកុំជជែកឈ្លោះគ្នាឲ្យលឺមាត់អើងកង្ឡើយឲ្យប្រយ័ត្នខ្លួនបើព្រានវិវីលោបត្រូវឲ្យបបួលគ្នាខំហើទូលលោបឲ្យរបើកដើម្បីនឹងរួចរស់ជីវិតពួកចាប់ស្រុកធ្វើតាមដំបូន្មានមេបាប្រដៅតែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺជាអើងកងទេជួនកាលបើព្រានវាយលោបត្រូវក៏បបួលគ្នាខំហើទូលលោបព្រានបានរួចរស់ជីវិតតែរៀងមកមានថ្ងៃមួយពួកចាប់ព្រៃនិងចាប់ស្រុកហើរចេញទៅរកស៊ីជួបប្រទះហ្វូងគ្នានៅដើមត្រែងមួយគុំពួកចាប់ព្រៃទុំនៅខាងក្រោមពួកចាប់ស្រុកទុំនៅខាងលើក៏បាក់មេឃត្រែងពីលើមកត្រូវក្បាលចាប់ព្រៃចាប់ព្រៃនិយាយប្រកាន់ទៅចាប់ស្រុកថាហេតុអីក៏កាច់មេឃត្រែងទម្លាក់ឲ្យមកត្រូវក្បាលពួកយើងចាប់ព្រៃក៏បានប្រាប់ទៅចាប់ស្រុកវិញថាយើងមិនបានកាច់មេឃត្រែងឲ្យបាក់ត្រូវនេះឯងទេគឺមេឃត្រែងវាបាក់ឯងធ្លាក់មកទេតើពួកចាប់ព្រៃជាពួកឥតកាន់ដំបូន្មានមិនពិចារណាឲ្យឃើញខុសត្រូវក៏បបួលគ្នាបង្កហេតុបង្កើតជាចំនួននឹងពួកចាប់ស្រុកលឺមាត់ជាអើងកងរំពងឡើងពួកព្រានលឺមាត់ចាប់នៅកំត្រែងនោះច្រើនក៏យកលបទៅវាយត្រូវទាំងអស់គ្នាចាប់ទាំងពីរពួកនេះបានត្រូវលបហើយក៏នៅតែជាប់ឆ្លោះគ្នាទៀតចាប់ស្រុកពោលទៅចាប់ព្រៃថាបើពួកឯងគ្រាន់បើហេតុម្ដេចក៏មិនបំរាស់ឲ្យរួចពីលបទៅចាប់ព្រៃក៏ពោលមករកចាប់ស្រុកវិញថាបើពួកឯងគ្រាន់បើហេតុអ្វីក៏មិនបំរាស់ឲ្យរួចពីលបនេះទៅបានតែពាក្យបញ្ជូនគ្នាទៅវិញទៅមកមិនគិតបំរាស់ឲ្យរួចជីវិតសោះកំពុងតែឆ្លោះគ្នាស្រាប់តែព្រានក្រសោបឡើងចាប់បានចាប់ទាំងអស់ក៏ពិឃាតខ្សែអស់នេះហើយចាប់ស្រុកជាពួកចាប់ល្អតែខកខ្លួនមករកស៊ីជួបចូលនឹងហ្វូងចាប់ព្រៃជាពួកចាប់ប្រព្រឹត្តអាក្រក់ក៏មានរឿងឆ្លោះគ្នាទាល់តែព្រានវាយលុបត្រូវស្លាប់ទាំងអស់គ្នា